បងប្អូនតើបងប្អូនជឿទេព្រោះទឹកក្តីស្រឡាញ់របស់ខ្ញុំបានពីមុនមកគឺខ្ញុំចូលចិត្តស្រឡាញ់ខាងវិស័យសិល្បៈភ្លេងលេងអីពីក្មេងតែទីបំផុតខ្ញុំក៏មិនបានចាប់អាជីពទៅខាងអ្នកលេងភ្លេងឬរបាំអីទេដល់ពេលបច្ចុប្បន្ននេះហើយខ្ញុំក៏នៅតែមានអារម្មណ៍ចូលចិត្តខាងវិស័យខាងហ្នឹងយូរទៅក៏គិតឃើញថាយើងស្រឡាញ់ចូលចិត្តខាងវិស័យមួយនេះក៏ព្យាយាមបណ្ដុះបណ្ដាលកូនឲ្យពួកគាត់ចូលរួមខាងវិស័យសិល្បៈប្រពៃណីរបស់ខ្មែរព្រោះថ្ងៃហ្នឹងគឺពួកគាត់កំពុងតែហាត់រៀនរបាំនៅក្នុងសាលាពួកគាត់ពីមុននឹងគាត់ចាប់ផ្ដើមទៅបានចូលរួមហាត់រៀននៅរបាំមួយនេះពួកគាត់គឺមានការជំរុញយ៉ាងខ្លាំងពីខ្ញុំនិងគ្រូសាពួកប្រាប់គាត់ថាយើងទៅចេះស្រឡាញ់ប្រពៃណីរបស់យើងទៅចូលរួមថែរក្សាប្រពៃណីដែលយើងមានហើយយើងត្រូវបំផ្លាញវាចោលត្រឹមចំនួនយើងត្រូវចូលរួមអភិរក្សទាំងអស់គ្នាយូរទៅពួកគាត់ក៏ចាប់ផ្ដើមស្រឡាញ់ពេញចិត្តដោយសារឃើញពិសេសជាងគេគឺការហាត់រាំនិងការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរក្នុងការរាំរបាំមុនដំបូងនៃគាត់ចូលរួមហ្នឹងគឺរៀងតឹងតែងបន្តិចព្រោះថាពួកគាត់មិនចូលចិត្តតែយូរទៅពួកគាត់ក៏ចាប់ផ្ដើមចូលចិត្តទិញដងរហូតដល់ពេលបច្ចុប្បន្ននេះឥឡូវនេះគឺពួកគាត់មិនចាំបាច់ឲ្យខ្ញុំជំរុញទេគឺគាត់ចាប់ផ្ដើមជំរុញឲ្យខ្ញុំដល់ម៉ោងមិនតាន់ទេគឺចាប់ផ្ដើមប្រាប់ថាសួរថាដល់ម៉ោងហើយនៅដល់ម៉ោងកូនទៅរៀននៅពេលខ្លះខ្ញុំធ្វើការអីចឹងទៅនៅក្រៅផ្ទះគាត់ក្រោកទៅហៅថាប៉ាដល់ម៉ោងជូនកូនទៅរៀនរាំដល់ពេលឥឡូវនេះខ្ញុំអត់ចាំបាច់ពិបាកចិត្តអីទេហើយក៏មិនព្រួយចិត្តអីច្រើនដោយសារពួកគាត់កំពុងតែចាប់អារម្មណ៍និងស្រឡាញ់លើវិស័យរាំរបាំរបស់ប្រពៃណីខ្មែរមួយនេះក៏ជាផ្នត់គំនិតរបស់ខ្ញុំចង់និយាយថាក្តីស្រឡាញ់របស់ពុកម្ដាយចំពោះអ្វីមួយដែលប៉ុន្តែពុកម្ដាយនោះគាត់មិនបានបំពេញការងារដែលក្តីស្រឡាញ់របស់គាត់បានដូចខ្ញុំជាដើមគឺខ្ញុំស្រឡាញ់ខាងវិស័យខាងហ្នឹងដែលធ្វើអត់បានតែពេលនេះខ្ញុំមានឱកាសសម្រាប់ជំរុញកូនរបស់ខ្ញុំនឹងឲ្យគាត់ចូលរួមនៅលើវិស័យនេះទោះបីវាមិននិយាយថាយើងមិនរៀនទៅដើម្បីទៅជាអាជីពឬមួយយ៉ាងម៉េចតែវាល្អប្រសើរព្រោះឃើញថានៅពេលណាដែលគាត់ចូលរួមហាត់រាំហាត់របាំទាំងនេះគឺគាត់បានកែប្រែនៅអាកប្បកិរិយាមួយចំនួនតាំងពីការឈរអង្គុយរបស់គាត់គឺសមសួនជាងមុនចឹងហើយខ្ញុំគិតថាបើសិនជាយើងមានកូនដែលវ័យល្មមនឹងចូលរួមហាត់របាំទាំងអស់នេះយើងក៏តែជំរុញពួកគាត់ឲ្យចូលរួមហាត់ព្រោះវាមានផលប្រយោជន៍សម្រាប់គ្រួសាររបស់យើងផងនិងសម្រាប់ប្រទេសជាតិយើងផងដែរដូចនេះហើយខ្ញុំគិតថាបងប្អូនប្រហែលជាយល់ពីអារម្មណ៍មួយនេះក្តីស្រឡាញ់យើងធ្វើមិនបានតែយើងអាចបន្តក្តីស្រឡាញ់ក្តីសម័យរបស់យើងនោះទៅកូនបន្តទៀតថ្ងៃណាមួយពួកគាត់នឹងធ្វើបានជំនួសយើងជាមិនខាន